សាច់ក្រកនេះបើមិនឆ្ងាញ់ឲ្យធាក់លីទៅហួរព្រោះល្បីណាស់នៅចិនគេហៅសាច់ក្រកលីទៅហួរអញ្ចឹងណាប៉ុន្តែអូដាក់ជាមួយនឹងក្រាស់បៀនេះជាតិណាស់ឈ្ងុយពី3ម៉ែត្រនោះគ្រាន់តែកាច់មកហើយណែអូយមាន់នេះមកចំហៀងទៀតថែមជាមួយនឹងក្រាស់បៀមិន1លីត្រតែ$6.6ឯង promotion របស់គេតម្លៃពេញ 9.5 promotion សមរម្យមែនតើជាមួយនឹងមាន់មកចំហៀងស្រាបៀ1លីត្រអញ្ចឹងមាន់ដុតបែបចិនអីរបស់គេណានេះអូយគេដាក់តាំងលក់នៅលបងវត្តកោះហ្នឹងនៅជិតវត្តកោះពុកម៉ែបងប្អូនហើយគាត់មានប្រភេទសាច់ស្មូកសាច់អីទៀតហើយគេមាន promotion ឈុតទី2ឈុតទី3ទៀតពុកម៉ែបងប្អូនចាំខ្ញុំអត់ជូននៅខាងក្រោម comment ព្រោះ promotion គាត់មានច្រើនណាអញ្ចឹងអាចទៅ check out បានប៉ុន្តែណែអូសាច់ប្រភេទសាច់របស់គាត់គឺគេធ្វើរបៀបស្មូកដាក់អាំងមកក៏ទំនងដែរប្រភេទសាច់ស្មូកនេះអាចទៅរកសាកនៅទីតាំងរបស់គាត់ហើយគាត់មានជាប្រភេទស្រាកាឡុកប្រភេទអីអូសិតតអ្នកជំនាញធ្វើស្រាកាឡុករបស់គាត់ណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអ្វីដែលខ្ញុំជាប់ចិត្តជាងគេនៅក្នុងគឺក្រាស់បៀខ្ញុំមិនមែនអ្នកចូលចិត្តស្រាហើយក៏មិនចង់ប្រម៉ូទស្រាអីដែរប៉ុន្តែដោយសារតែហាងរបស់គាត់នេះគឺជាហាងដែលគេផលិតក្រាស់បៀតែពុកម៉ែបងប្អូនអាស្រាបៀស្រស់ហ្នឹងគឺវាឈ្ងុយមែនតើឈ្ងុយក្លិនទេហើយតម្លៃអីក៏សមរម្យដែរសម្រាប់ក្រាស់បៀរបស់គាត់ហ្នឹងដែលពុកម៉ែបងប្អូនកុំភ្លេចទៅយក promotion នៅទីតាំង King City Craft Beer តែប្រភេទ Craft របស់គាត់គឺគេបិទភ្លាមស្រារបស់គាត់ហ្នឹងគឺគេធ្វើចេញមកពីស្រូវសាលីលាយជាមួយនឹងអីណាសបកក្រូចនិងទឹកឃ្មុំពុកម៉ែបងប្អូនដែលនាំមកពី Basic ក៏ដូចជាអេស្ប៉ាញនិយាយទៅគឺសិតតែប្រភេទផលិតបច្ចេកវិទ្យាវិញគឺគេផលិតតាមប្រទេសអាល្លឺម៉ង់អញ្ចឹងសម្រាប់ក្រាស់បៀនេះគឺរសជាតិវាគឺឈ្ងុយខ្លាំងនិយាយទៅគ្រាន់តែកាច់មកគឺភីក្លិនឈ្ងុយពី3ម៉ែត្រណោះឈ្ងុយណាស់ដាក់មកពុកម៉ែបងប្អូនដូចទឹកអំពៅអញ្ចឹងពណ៌សបល់គេហើយគេមានប្រភេទស្រាគុកថែលចម្លែកផ្លែកច្រើនណាស់ដែលខាងអ្នកជំនាញរបស់គាត់ហ្នឹងគឺគាត់មានបទពិសោធន៍ជាង10ឆ្នាំហើយខ្ញុំសួរគាត់ទៅអញ្ចឹងគឺគាត់ជាអ្នកជំនាញក្នុងការកឡុកស្រាមកយូរហើយពុកម៉ែបងប្អូនអញ្ចឹងហើយបើយើងចង់បានប្រភេទ cocktail ក៏មានចង់បានប្រភេទ drink ប្រភេទ wine ប្រភេទស្អី special នៅកន្លែងគាត់គឺគាត់មានច្រើនណាស់ដោយសារតែទីតាំងហាងរបស់គាត់ទើបតែបើកដែរទេដូចជាប្រមាណនេះខ្ញុំភ្លេចរយៈពេលទៅប៉ុន្តែកន្លែងរបស់គាត់ហ្នឹងគឺពិតជាជំនាញមែនមើលទេពកោសល្យក្នុងការកឡុកស្រារបស់គាត់ណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននេះគឺជាហាងមួយដែលអ្នកទាំងអស់គ្នាអាចទៅរកមុខម្ហូបច្រើនចម្រុះមុខនៅក្នុងហាងរបស់គាត់មានបែបចិនមានប្រភេទស្មូកមានប្រភេទអីប្រភេទមាន់អីចឹងណាមាន់ដុតរបស់គេហ្នឹងមាន់បវលនិយាយទៅមាន់របស់គេហ្នឹងគឺមកបែបចឹងទៅរសជាតិបែបចិនហ្នឹងខ្ញុំមិនសូវជាចូលចិត្តទេបើនិយាយត្រង់ទៅវារសជាតិបែបស្រាលប៉ុន្តែកៃឡូគេអ្នកផ្សេងគេចូលចិត្តបែបអញ្ចឹងអីមិនយើងមិនដឹងទេប៉ុន្តែបើខ្ញុំចូលចិត្តខ្លាំងហ្មងគឺសាច់ក្រកនេះអូរសជាតិពិសេសខ្លាំងអាសាច់ក្រកលីតាហួរមាន brand លីតាហួរមិនមែនចេះតែនិយាយណាពុកម៉ែបងប្អូនសាច់ក្រកគាត់នេះគឺមានពីរជម្រើសមានប្រភេទសាច់សុទ្ធជាមួយនឹងសាច់តសៃរបស់គាត់នោះតែអត់មានលាយម្សៅទេសាច់សុទ្ធតែម្ដងនេះសាច់ក្រកលីតាហួរអូគេដាក់អាំងគេមានក្បួនខ្នាតរបស់គេឲ្យឈ្ងុយណាសាច់ក្រកហ្នឹងរសជាតិញ៉ាំលេងដាក់ជាមួយនឹងក្រាស់បៀហ្នឹងគឺត្រូវខ្លាំងតានីហ្មងបើមិនឆ្ងាញ់ឲ្យធាក់មកអាសាច់ក្រកនេះឆ្ងាញ់ណាពុកម៉ែបងប្អូនសាច់ក្រកហ្នឹងជាប់ចិត្តជាងគេហើយបើមាន់នេះខ្ញុំទូទៅទេប៉ុន្តែបើសាច់ក្រកប៉ុន្តែដោយសារគេមាន promotion ណាពុកម៉ែបងប្អូនឈុតទី1តម្លៃដើម$9.5ចុះនៅសល់តែ6.6ទេស្រាបៀ1លីត្រជាមួយនឹងប្រភេទមាន់មួយចំហៀងស្រាក្រាស់បៀមិនស្រាបៀស្រាក្រាស់បៀហើយប្រភេទមាន់ណាអូមាន់របស់គាត់ឆ្អិនមកទំនងរបស់គាត់ណាពណ៌គេមើលមកស្រក់ទឹកមាត់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តប្រភេទមាន់ចង់សាកមាន់រសជាតិថ្មីប្លែកមាន់ចិត្តដុតចិនដុតអីចឹងណាខ្ញុំហៅមាន់ដុតចិនណាព្រោះឃើញចុងភៅចិនហើយហៅមាន់ដុតចិនហ្មងអញ្ចឹងសម្រាប់នៅកន្លែងគាត់ក៏មានឈុត promotion ទី2តម្លៃ$19.15នៅសល់12.កន្លះស្រា1លីត្រកន្លះជាមួយនឹងមាន់រសជាតិបែបចិនមួយចំហៀងសាច់ក្រកសាច់ជ្រូកហ្នឹងមក2ចង្កាក់ហើយសាច់3ជាន់ហ្នឹង2ចង្កាក់ហើយជាប្រភេទស្លឹកគូឆាយអីណាអាំងអីណាហើយមានសណ្តែកដីចិនអីណាអញ្ចឹងគឺច្រើនមានឈុតរបស់គាត់ហ្នឹងបាក់រៀបរាប់លំអិតនាំតែយូរប៉ុន្តែពុកម៉ែបងប្អូនអាចទៅ check បានឈុតទី3គាត់តម្លៃ34.55សល់តែ19ទេអញ្ចឹង promotion ចុះច្រើនដែលអ្នកទាំងអស់គ្នាអាចទៅរកបានប្រភេទសាច់ចង្កាក់អាំងប្រភេទអីបែបចិនហ្នឹងក៏គាត់មានដែរហើយអ្វីដែលពិសេសនៅកន្លែងមួយគាត់គឺប្រភេទសាច់ស្មូកនេះអូសាច់ស្មូកគាត់អាំងម្ដងទាំងដុំធំតំណងណាគេមានដាក់ស្អីណាសោសរបស់គេប្លែកលាយច្បល់អីណាតាមក្បួនរបស់គេឲ្យអាំងរាប់ម៉ោងមិនមែនពី2ម៉ោងទេណាកន្លះថ្ងៃមួយថ្ងៃឯណាបានញ៉ាំប្រភេទសាច់ស្មូកហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តអាចទៅរកនៅទីតាំងហាងរបស់គាត់បានដែលគាត់មានប្រភេទសាច់ស្មូកប្រភេទអីនេះក្បួនស្មូករបស់គេនេះខ្ញុំថតនេះមិនមែនក្របវឹបចេញមកឆ្អិនទេណាកន្លះថ្ងៃស្អែកឡើងបានទៅថតបានទៀតហើយណាមានបាញ់ spray ទឹកអីណាតំណងណាហើយគេដាក់ស្មូកជាមួយផ្សែងមួយអស់មួយអីណាអស់មានក្លិនមានអីរបស់គេមិនចេះតែអស់ដាក់ដុតទេណាអញ្ចឹងសិតតែមានក្លិនមានអីដាក់ទៅស្មូកទៅក្លិនឈ្ងុយអីចឹងទៅហើយនេះដល់ពេលវាឆ្អិនមកនេះអូមើលទឹកណាសាច់
mà bài ok chẳng thời chẳng mà thay vì thi sạc không cả chấm ẩn mà hộp play cháo na bộ mai phố nơi dương nhầm nhầm đài nhầm cháo na bàn tay mà toàn vì thi không cả mà hộp play nhưng toàn hay nó miên cháo hơn tiên hay mơ này sạch cái lần tuân để tới ăn smoke anh lần mơ tới khi đứt còi càng cao những tay càng không cái cứ ăn miên còi để bộ mai ông phố sạch smoke cứ chẳng anh bò giờ bò biết cứ bài nằng hay miên nào bảo phết chẳng chỉ đi miên nào bảo phết sạch côn ở phía kia sạch cháo chấm rồi ha sạch kia sao ta bảo phết cháo tầm lấy khu thếนะbảo phết sạch smoke nằng chẳng nè ngọc này ai chẳng xạ sạch smoke ấy ai tự xạ nó lạnh quạt bàn đôi khi để chốt bảo kê sao tầm miên promotion này bộ mai ai tự check bán á chẳng bị nhóm tới nơi ní cứ quạt miên một hộp mà nuôi play cháo hay nhóm tâm tới xạ lên tí mũi thì chẳng đi còn đại chia cả lại mũi để tơ tại bác hay dương chu nằm nâng tới bộ mai ở bàn square bàn khơi ta tay quạt miên một hộp ấy cái class riệp rọp đàn đôi bàn bà hai ở khơi chẳng rồi chia từ một bộ maiอย่างnàoนู้aiจะเช็คบ้านบรรทัดโดยยมเรียบร้อยเอาไว้เดี๋ยวยมไตรเช็ดครั้งประเภทกระดาษเบี้ยvậy tới từng côngการเงี้ยยมคือกอดด่าtới cái thảo miềnจิตมันแต่ให้กอดmiềnวายmiềnไอ้ปลายเจ้าเนี่ยที่ไอ้สาพลุด้วยគ្នាให้เอาไว้เดี๋ยวยมจอดเช็ดครั้งคือใส่กระเหตุใส่กระคือ the best มองจังก็เพลงนี้แต่สาแต่งออกนี่เอาคนบ๊ายบาย